ប្រាជ្ញាសកលនិងមេរៀនជីវិតទូទៅបសមជតការដកស្រង់ទី6សំរង 6.1 សេចក្តីលោភលន់នាំឲ្យអន្តរាយដល់ភាពត្រឹមត្រូវនិងការស្រុះស្រួលគ្នាសំរង 6.2 យុត្តិធម៌ការឡើងហើយកាលណាយើងគិតឆ្ងាយពីប្រយោជន៍ផ្ទាល់ខ្លួនសំរង 6.3 ការគោរពសិទ្ធិអ្នកដទៃបង្កើតឲ្យមានសន្តិភាពសម្រាប់ទាំងអស់គ្នាសំរង 6.4 សេចក្តីលោភលន់បង្កការខូចខាតដល់ខ្លួនឯងនិងអ្នកដទៃសំរង 6.5 ការគោរពដល់ធនធានរួមជួយការពារសហគមន៍ទាំងមូលសំរង 6.6 ប្រាជ្ញាគឺជាការយល់ដឹងថាពិភពលោកនេះជាប់ទាក់ទងគ្នាសំរង 6.7 ការបំផ្លិចបំផ្លាញអ្វីដែលជួយដល់អ្នកដទៃមានតែនាំបញ្ហាមកឲ្យដល់ខ្លួនសំរង 6.8 ភាពត្រឹមត្រូវនិងការអាណិតអាសូរបង្កើតស្ថិរភាពនិងសុវត្ថិភាព